ចំណាយលុយ2000រៀលមករៀនធ្វើជ្រក់ត្រសក់លើកដំបូងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំទិញត្រសក់មកពីផ្សារ2000រៀលមករៀនធ្វើជ្រក់ត្រសក់ដើម្បីញ៉ាំជាមួយនឹងត្រីចៀនត្រសក់របស់ខ្ញុំថ្ងៃនេះដែរខ្ញុំទិញតិចដោយសារតែកែវដាក់ជ្រក់របស់ខ្ញុំវាមានរាងតូចប្រសិនបើបងប្អូនមានកែវធំអាចធ្វើច្រើនទៅតាមនឹងបានជ្រក់ត្រសក់នេះអាចញ៉ាំជាមួយនឹងត្រីប្រឡាក់ចៀនញាតិគោក៏ដូចជាត្រីអាំងក៏ឆ្ងាញ់ដែរហើយចំណែកឯត្រសក់របស់យើងថ្ងៃនេះខ្ញុំយកវាមកហាន់ជាកង់ៗបែបនេះខ្ញុំអត់កាត់វាជាទ្រវែងទេខ្ញុំហាន់ហើយទៅខ្ញុំយកវាទៅលាងទឹកឲ្យស្អាតឥឡូវយើងងាកមកធ្វើទឹកជ្រក់របស់យើងវិញម្ដងជាដំបូងខ្ញុំដាក់ស្ករត្នោតចំនួន2ស្លាបព្រាបាយហើយក៏វាមួយភ្លើងនៅលើភ្លើងដើម្បីវាឡើងជើងអង្ក្រងក្រោយមកទៀតខ្ញុំធ្វើការចាក់ទឹកអង្ករចូលចំនួន500មីលីលីត្រប្រសិនបើត្រសក់របស់បងប្អូនច្រើនបងប្អូនអាចបន្ថែមទឹកទៅតាមនឹងបានហើយខ្ញុំបន្ថែមទឹកត្រី2ស្លាបព្រាបាយក៏ដូចជាអំបិលចំនួន3ស្លាបព្រាកាហ្វេផងដែរខ្ញុំធ្វើការកូរទឹកជ្រក់របស់យើងលើភ្លើងឲ្យបានពុះបន្តិចទើបខ្ញុំចាក់ចូលទឹកជ្រក់ត្រសក់របស់យើងក្រោយពីទឹករបស់យើងពុះល្អហើយខ្ញុំធ្វើការយកកែវស្អាតមួយដើម្បីដាក់ត្រសក់យើងចូលបងប្អូនមានកែវជ័រក៏ដាក់បានដែរប៉ុន្តែកែវថ្មវាល្អជាងព្រោះទឹកជ្រក់យើងវាក្តៅយើងចាក់ពេលវានៅក្តៅយើងអត់ចាក់ពេលវាត្រជាក់ទេបងប្អូនអញ្ចឹងបើយើងប្រើកែវថ្មវាសុវត្ថិភាពជាងកែវជ័រហើយខ្ញុំក៏មានបន្ថែមម្ទេសហើយនឹងខ្ទឹមបន្តិចបន្តួចផងដែរឥឡូវនេះយើងចាប់ផ្ដើមចាក់ទឹកជ្រក់របស់យើងចូលទៅក្នុងកែវក្រោយពីចាក់ទឹកជ្រក់ចូលទៅក្នុងកែវរួចរាល់ទាំងក្តៅហើយខ្ញុំទុកឲ្យវាត្រជាក់ហើយទៅខ្ញុំយកទៅដាក់ក្នុងទូទឹកកករយៈពេល2ទៅ3ថ្ងៃប្រសិនបើបងប្អូនចង់ឲ្យជូរខ្លាំងអាចទុករយៈពេល3ថ្ងៃប៉ុន្តែជ្រក់របស់ខ្ញុំទុករយៈពេល2ថ្ងៃឥឡូវនេះ2ថ្ងៃកន្លងផុតទៅខ្ញុំយកជ្រក់របស់យើងមកបើកមើលហើយភ្លក់មើលវាជូរល្មមតែជ្រក់របស់ខ្ញុំមិនជូរណាស់ណាទេបងប្អូនអាចញ៉ាំបានខ្ញុំចាប់ផ្ដើមចាក់ជ្រក់របស់ខ្ញុំចេញពីកែវហើយដើម្បីលាយគ្រឿងរបស់យើងមានប៊ីចេងមានស្ករបន្ថែមដើម្បីឲ្យបង្កើនឲ្យជារសឲ្យកាន់តែឆ្ងាញ់ជ្រក់ត្រសក់របស់យើងមានរសជាតិប្រៃផ្អែមជូរស្មើគ្នាហើយស្រួយហើយខ្ញុំក៏មានបន្ថែមជាមួយនឹងម្ទេសហើយទៅតាមចំណង់ចំណូលចិត្តផងដែរប្រសិនបើបងប្អូនចូលចិត្តហើយអាចដាក់ម្ទេសច្រើនតាមចំណង់ចំណូលចិត្តបានហើយខ្ញុំច្របល់គ្រឿងចូលគ្នាទាំងអស់ឲ្យសព្វទុកវាឲ្យចូលជារយៈពេល10នាទីទៅ15នាទីគឺឆ្ងាញ់ហើយហើយថ្ងៃនេះដែរខ្ញុំទៅផ្សារទិញត្រីមកកន្លះគីឡូមកប្រឡាក់ចៀនជាមួយជ្រក់យើងញ៉ាំទៅឆ្ងាញ់ហើយត្រូវគ្នាខ្លាំងមែនទែនរបៀបប្រឡាក់ត្រីបងប្អូនមិនបាច់ដាក់ស្ករទេធ្វើឲ្យវាខ្លោចហើយវាមានពណ៌អត់ស្អាតទៀតយើងដាក់តែរ៉ឹតឌីបន្តិចហើយនឹងប៊ីចេងបន្តិចគឺបានហើយរសជាតិដែលយើងប្រឡាក់ត្រីគឺយករាងប្រៃឡំៗកុំឲ្យប្រៃពេកពីព្រោះអីយើងចៀនត្រីញ៉ាំជាមួយជ្រក់ប្រសិនបើត្រីយើងប្រៃជ្រក់យើងក៏រាងប្រៃវាអត់ឆ្ងាញ់ទេបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមចាក់ខ្លាញ់ចៀនត្រីចូលត្រីនេះខ្ញុំចាប់ផ្ដើមចៀននៅតែវាពណ៌រាងក្រហមល្អតាមដែលខ្ញុំចង់បានហើយខ្ញុំលើកចេញបងប្អូនមិនបាច់ចៀនវារហូតដល់គ្រឿងទេក៏បានដែរខ្ញុំទិញមកកន្លះគីឡូបាន3ត្រីប៉ុន្តែខ្ញុំចៀនតែ2ត្រីទេដោយសារថ្ងៃនេះខ្ញុំមានតែ2លើឥឡូវនេះត្រីរបស់យើងក្រៀមល្អហើយខ្ញុំចាប់ផ្ដើមដួសដាក់ចានហើយយកវាមកញ៉ាំជាមួយជ្រក់អរគុ
គុណច្រើនបងប្អូនសម្រាប់ការទស្សនាប្រសិនបើចូលចិត្តកុំភ្លេចជួយចុច like ឬក៏ subscribe ផងបាយបាយ